ជារៀងរាល់ព្រឹកជាពេលដ៏ស្ងប់ស្ងាត់នៃការចាប់ផ្ដើមឡើងវិញនៃថ្ងៃថ្មីពន្លឺព្រះអាទិត្យខ្យល់អាកាសសំឡេងបក្សីបង្ហាញថាពិភពលោកកំពុងចាប់ផ្ដើមឡើងវិញម្ដងទៀតធម្មជាតិបានរំលឹកយើងថាភាពងងឹតបានបញ្ចប់ជាការចាប់ផ្ដើមនៃពន្លឺជារៀងរាល់ថ្ងៃគឺជាការចាប់ផ្ដើមដ៏ល្អចូលដកដង្ហើមឲ្យជ្រៅញញឹមហើយចាប់ផ្ដើមជីវិតសាជាថ្មីទោះបីជាម្សិលមិញយើងបានធ្វើអ្វីខ្លះបង្កកំហុសអ្វីខ្លះជួបការឈឺចាប់យ៉ាងណាខ្លះវាបានកន្លងហួសអស់ទៅហើយចូលបំភ្លេចវាចោលហើយចាប់ផ្ដើមនៅថ្ងៃនេះបានល្អបំផុតចូលចាប់ផ្ដើមជាមួយនឹងភាពស្ងប់ស្ងាត់ស្នាមញញឹមនិងក្តីសង្ឃឹមជាទូទៅយើងតែងតែជាប់គាំងនៅក្នុងអតីតកាលយើងតែងតែគិតពីអ្វីដែលយើងបានធ្វើខុសឬសោកស្ដាយចំពោះអ្វីដែលយើងមិនបានធ្វើប៉ុន្តែវាមិនមែនជាទីបញ្ចប់នោះទេយើងនៅតែមានឱកាសក្នុងការកែប្រែវាឡើងវិញថ្ងៃថ្មីប្រៀបដូចជាទំព័រនៃជីវិតថ្មីយើងនៅតែមានឱកាសក្នុងការធ្វើអ្វីដែលយើងចង់ធ្វើវាមិនហួសពេលក្នុងការចាប់ផ្ដើមនោះទេការចាប់ផ្ដើមថ្មីមិនមែនមានន័យថាយើងអាចលុបអតីតកាលបាននោះទេប៉ុន្តែយើងអាចរៀនពីវាហើយឆ្ពោះទៅមុខបានជារៀងរាល់ព្រឹកជាឱកាសក្នុងការកំណត់ឡើងវិញនៅផ្នត់គំនិតរបស់យើងទោះបីជាការពីម្សិលមិញពោពេញដោយភាពតានតឹងឬបរាជ័យយ៉ាងណាក៏ដោយយើងអាចជ្រើសរើសវិធីសាស្ត្រថ្មីអាកប្បកិរិយាថ្មីដើម្បីផ្លាស់ប្ដូរខ្លួនឯងឡើងវិញនៅថ្ងៃនេះជីវិតមិនមែនជារឿងល្អឥតខ្ចោះនោះទេវាជាការរស់នៅនិងរៀនជាបន្តបន្ទាប់ម្សិលមិញយើងធ្វើខុសយើងរៀនពីវាហើយកែប្រែវានៅថ្ងៃនេះឲ្យកាន់តែប្រសើរនៅពេលដែលយើងចាត់ទុកជារៀងរាល់ថ្ងៃជាការចាប់ផ្ដើមយើងមិនជាប់គាំងនៅក្នុងគំនិតអ៊ូអាប់នោះទេវាប្រៀបដូចជាការ restart ម៉ាស៊ីនកុំព្យូទ័រឬទូរស័ព្ទដើម្បីឲ្យវាដំណើរការកាន់តែល្អចូលដកដង្ហើមវែងៗដើម្បីនាំចិត្តត្រឡប់មកក្នុងបច្ចុប្បន្នវិញវាជាការប្រាប់រាងកាយឲ្យបន្ថយល្បឿនបញ្ចេញភាពតានតឹងនិងដើម្បីរក្សាភាពស្ងប់ស្ងាត់នៅពេលដែលជីវិតមានអារម្មណ៍ថាលើសលប់វិធីមួយនេះអាចជួយសម្រាលបន្ទុកដ៏ធ្ងន់នៃជីវិតបានការដកដង្ហើមវែងៗជាការផ្អាកនិងស្ដារផ្លូវចិត្តឡើងវិញវាជាការត្រៀមខ្លួនដើម្បីចាប់ផ្ដើមម្ដងទៀតបន្ទាប់ពីទាញចិត្តតាមរយៈខ្យល់ដង្ហើមមកបច្ចុប្បន្នហើយចូលញញឹមហើយមើលទៅកាន់អ្វីៗនៅជុំវិញខ្លួនញញឹមទៅកាន់ធម្មជាតិញញឹមទៅកាន់ពន្លឺដ៏ស្រទន់នៃព្រះអាទិត្យនាពេលព្រឹកញញឹមដើម្បីបង្កើតក្តីសង្ឃឹមបើកចិត្តត្រៀមខ្លួនដើម្បីឆ្ពោះទៅមុខស្នាមញញឹមក៏អាចផ្លាស់ប្ដូរផ្នត់គំនិតរបស់យើងបានដែរនៅពេលដែលយើងញញឹមខួរក្បាលនឹងបញ្ចេញសារធាតុគីមីជួយជំរុញអារម្មណ៍ល្អដើម្បីកាត់បន្ថយភាពតានតឹងចូលញញឹមហើយនិយាយជាមួយខ្លួនឯងអរគុណចំពោះខ្លួនឯងអរគុណចំពោះអ្វីៗដែលយើងមាននៅថ្ងៃនេះសរុបមកការចាប់ផ្ដើមឡើងវិញមិនចាំបាច់ទាល់តែជាការផ្លាស់ប្ដូរធំដុំឬអស្ចារ្យពេកទេពេលខ្លះវាសាមញ្ញគ្រាន់តែដកដង្ហើមមួយញញឹមហើយតាំងចិត្តរស់នៅថ្ងៃនេះឲ្យបានល្អបំផុតទៅគឺបានហើយចូលធ្វើឲ្យ24ម៉ោងនៃថ្ងៃនេះជាពេលវេលាដ៏មានអត្ថន័យបំផុតសម្រាប់ជីវិតអរគុណសម្រាប់ការស្ដាប់នៅថ្ងៃនេះបើសិនបើចូលចិត្តកុំភ្លេច like និង comment ខាងក្រោមជួបគ្នាជាបន្តនៅអេពីសូតក្រោយ